ថ្ងៃស្អែកនេះសុំលេងឈុតធំទៅហើយជុំបងប្អូនគ្រាន់តែខ្ញុំផុសថាស្អែកមានកម្មវិធីមានអ៊ំពូមីងឆ្ងល់ច្រើនខ្លាំងមែនទែនអ្នកខ្លះក៏ឆាតមកសួរអ្នកខ្លះក៏ comment ប៉ុន្តែអត់ទាន់បានឆ្លើយតបទៅពួកគាត់វិញទេសម្រាប់កម្មវិធីនៅព្រឹកស្អែកនេះគឺសូត្រមន្តឡើងខ្ទួមថ្មីអញ្ចឹងណាបងប្អូនយើងមានអាំងជ្រូកនេះគឺអាំងចំនួន1ហើយយើងមានធ្វើបបរមានមុខម្ហូបផ្សេងច្រើនមុខទៀតតែក៏បានហៅភ្ញៀវលក្ខណៈបែបចងដៃចងអីទេបងប្អូនយើងគ្រាន់តែហៅបងប្អូនមកហូបជួបជុំគ្នាធម្មតាទេបងប្អូនឆ្ងាយអត់ទាន់បានមកទេអ្នកត្រៀមសម្រាប់ថ្ងៃស្អែកបងប្អូនល្ងាចនេះយើងចាប់ផ្ដើមធ្វើសាច់ធ្វើអីចឹងណាហាន់គ្រឿងហាន់ក្រូចទុកធ្វើជ្រូកធ្វើអីសម្រាប់អាំងពេលព្រឹកជ្រូក2បងប្អូនទៅកម្មវិធីនេះបងប្អូនចាប់ផ្ដើមមកហើយក្មេងណាម៉ាក់ពូនក្មេងចាប់ផ្ដើមមកពិធីចេញមកពីសាលាភ្លាមថ្ងៃនេះគឺឃើញបងប្អូនញាប់ដៃញាប់ជើងហើយខ្ញុំមួយថ្ងៃនេះអត់បានជួយអីទេបងប្អូនហើយដោយសារតែបង្រៀន2ពេលព្រឹកបង្រៀនខ្លួនឯងដល់ពេលល្ងាចបង្រៀនជួសម៉ែហើយចង្ការខ្ញុំនេះផងដែរគឺអត់ឆ្ងាយទេចង្ការជាប់នឹងភូមិនឹងឯងបងប្អូនសម្រាប់កម្មវិធីនៅព្រឹកស្អែកនេះគឺយើងត្រៀមម្ហូបមានជ្រូកគឺចំនួន2ក្បាលមួយក្បាលនោះគឺយើងទុកសម្រាប់អាំងហើយមួយក្បាលទៀតទុកសម្រាប់ធ្វើម្ហូបទទួលបងប្អូនក្នុងកម្មវិធីនេះផងដែរគឺហៅតែបងប្អូនអត់បានហៅភ្ញៀវហៅពលឺទេបងប្អូនអើយដោយសារតែយើងឡើងខ្ទួមស្រែបន្តិចបន្តួចធ្វើទៅហូបជុំបងប្អូននេះសប្បាយយុទ្ធនាអស់តែក្នុងនោះផងដែរក៏មានហៅលោកគ្រូអ្នកគ្រូមកផងដែរអ្នកគ្រូនៅអង្គភាពសាលាជាមួយគ្នាមកហូបអីជុំគ្នាឥឡូវនេះគឺដល់ទិដ្ឋភាពនៅពេលយប់គឺចាប់ផ្ដើមញាប់ដៃញាប់ជើងខ្លាំងមែនទែនគឺម៉ោង8ម៉ោង9ហើយគឺអត់ទាន់បានយកជ្រូកមកអាំងទេបងប្អូនអាំងសាច់ប៉ុណ្ណាគឺហូបបាយប៉ុណ្ណាបើនិយាយពីរឿងជ្រូកហ្វៃមកនេះគឺធំបងប្អូនហើយមើលតាមជាក់ស្ដែងទៅបើថាខ្ញុំកុហកធំណាជ្រូកនេះខ្ទង់30-40 គីឡូសតែសាច់លឹងណែនក្តន់តែម្ដងទិដ្ឋភាពអញ្ចឹងបងប្អូនមាននឹកស្រុកស្រែអត់សម្រាប់អ្នកនៅតាមទីក្រុងភ្នំពេញអញ្ចឹងណាដែលចេញទៅធ្វើការខានចូលស្រុកដល់ពេលឃើញទិដ្ឋភាពតាមស្រុកស្រែចង្ការអញ្ចឹងមាននឹកស្រុកស្រែចង្ការអត់ខ្ញុំគ្រាន់តែតពេញប្រហែលថ្ងៃវឹកឲ្យឈឺនិយាយពីថា stress ឡើងបងប្អូនណាយពេលដែលមកដល់ស្រុកស្រែវិញមកដល់ផ្ទះវិញមានអារម្មណ៍ថាស្រស់ស្រាយសប្បាយចិត្តពេលមកដល់ផ្ទះយើងគឺពោពេញទៅដោយទេសភាពស្រុកស្រែចង្ការបែរតនេះក៏ស្រឡះភ្នែកបើតនោះក៏ស្រឡះភ្នែកបើងាកមកមើលការងាររបស់បងខ្ញុំវិញគឺកំពុងតែញាប់ដៃញាប់ជើងគឺរៀបចំផ្ទះលំហែឬមួយក៏ហៅថាខ្ទួមស្រែអញ្ចឹងណាបងប្អូនអានេះគឺទិដ្ឋភាពនៅខាងក្នុងអត់ទាន់បានបាំងបន្ទប់បាំងអីទេយើងគ្រាន់តែក្រាលហើយបើនិយាយពីក្មួយខ្ញុំនេះគេសប្បាយអស់គេអូយបានគ្នាច្រើនថ្ងៃនេះបងប្អូនមកជុំគ្នានេះអត់ទាន់មកអស់ទេណាបងប្អូនព្រឹកបានច្រើននេះគ្រាន់តែបងប្អូនមកប្រហែលសមុកទេនិយាយពីថាបងប្អូនខ្ញុំគឺច្រើនណាស់មកសមុក 4-5 នាក់ហើយច្រើនសមុកណាស់ហើយបងប្អូនអើយនិយាយសមុកក៏បងប្អូនមិនស្គាល់មកគ្រួសារតែខ្ញុំហៅមកសមុកអញ្ចឹងទៅអានេះគឺជាទីធ្លានៅខាងមុខនៅអាសញ្ញាបខាងមុខអញ្ចឹងណាបងប្អូនអានោះខាងក្នុងពីបន្ទប់ហើយនឹងមានទីធ្លាខាងក្រៅនេះយើងទុកសម្រាប់អង្គុយលេងឬមួយក៏យើងចង់សម្រាកលំហែអីដាក់ជាអីក៏បានដែរបងប្អូនអើយគ្រាន់តែសម័យក៏មានក្តីសុខដែរខ្ញុំនេះអត់ចេះជាទេប៉ុន្តែនិយាយពីថាបានអាខាងនំប៉និកគេហើយដល់វគ្គចុងក្រោយនេះគឺអាំងជ្រូកហើយខ្ញុំនេះបានត្រឹមតែមកលាបទេដោយសារតែជ្រូកនេះគឺបងប្រុសគាត់ទេអ្នកធ្វើនេះអីទេបងប្អូននេះម៉ោងឡើង11 ជិត 12ជ្រូកក៏អត់ទាន់ឆ្អិនទេបងប្អូនហើយមិនបាច់ដេកទេយប់នេះបងតែបើសម្រាប់ខ្ញុំគឺត្រូវតែសម្រាកហើយដោយសារតែព្រឹកគឺធ្វើការហើយព្រឹកនេះគឺមានពិធី2ភ្ជាប់គ្នាគឺមានសែនមួយដែលបន់ស្រន់កាលដែលអូឈឺអូវះកាត់បងប្អូនហើយនឹងកម្មវិធីឡើងខ្ទួម